បាទចំពោះលំហាត់កនេះមានន័យថាគេឲ្យយើងហៅផ្ទៃកណ្ដាលផ្នែកឆោតគ្នាតែបើយើងហៅផ្ទៃកណ្ដាលផ្នែកឆោតវាយើងពិបាកអញ្ចឹងមានន័យថាយើងត្រូវហៅផ្ទៃកណ្ដាលទាំងអស់របស់វាសិនផ្ទៃកណ្ដាលរបស់វាទាំងអស់ហ្នឹងហើយចាំយើងដកអាផ្ទៃកណ្ដាលផ្នែកសនេះចោលអញ្ចឹងផ្ទៃកណ្ដាលផ្នែកសនេះមាន4អញ្ចឹងដកវាចោលទៅហើយរូបនេះគឺជាការ៉េបាទបើសិនជារូបនឹងការ៉េមានន័យថាប្របែងដែលគេឲ្យមកនេះគឺ50 សង់ទីម៉ែត្រដូចគ្នាហើយដល់ពេលយើងចង់រកអាផ្នែកសនេះមានន័យថាយើងយក50នេះដកអានេះកន្លែងនេះគឺ10 សង់ទីម៉ែត្រអញ្ចឹងមានន័យថាមួយជាងនេះគឺ20 សង់ទីម៉ែត្រមួយជាងនេះក៏20 សង់ទីម៉ែត្របាទអញ្ចឹងរូបផ្នែកសនេះដើម្បីឧបទេសកន្លងវាតើយើងស្គាល់ការ៉េ4ជ្រុងអញ្ចឹងនិយាយថាអានេះ20 សង់ទីម៉ែត្រអានេះក៏20 សង់ទីម៉ែត្រដែរបាទអញ្ចឹងកតាមរូបមន្តបាទ a ស្មើនឹង a គុណឲ្យ a បាទដោយសារវាការ៉េដក4ដង3គុណឲ្យ3បាទ4ដងហ្នឹងមានន័យថាដោយសាររូបនេះវាមាន4ប្លោះអក្សរហ្នឹងមាន4ប្លោះអញ្ចឹងយើងដកអា4ហ្នឹងចេញទៅយើងឃើញផ្នែកឆោតដែរបាទដោយ a ស្មើនឹង50 សង់ទីម៉ែត្រ3ស្មើនឹង20 សង់ទីម៉ែត្របាទនោះ a នេះស្មើនឹង50 សង់ទីម៉ែត្រគុណឲ្យ50 សង់ទីម៉ែត្រដក4ដង20 សង់ទីម៉ែត្រគុណនឹង20 សង់ទីម៉ែត្របាទអញ្ចឹងអានេះយើងគុណទៅ25.02 សង់ទីម៉ែត្រការ៉េដក4ដងគុណជាមួយនឹងអានេះឃើញ4 សង់ទីម៉ែត្រការ៉េបាទយើងគុណ4ចូលទៅបាទដក16.00 សង់ទីម៉ែត្រការ៉េបាទយើងដកមកឃើញបាទយើងដកមកយើងឃើញ900 សង់ទីម៉ែត្រការ៉េដូចនេះផ្ទៃកណ្ដាលផ្នែកចោតស្មើនឹង900 សង់ទីម៉ែត្រការ៉េបាទចំពោះលំហាត់ខមានន័យថាគេឲ្យរូបផ្នែកឆោតរូបអាទូចអញ្ចឹងដើម្បីរូបអាទូចយើងមើលគេឲ្យមកផ្ទៃកណ្ដាលរបស់អាធំនេះមានន័យថាបដោយប្រវែងរបស់អាធំនេះបដោយគឺស្មើនឹង100បាទអញ្ចឹងដើម្បីរកបដោយរបស់អាខ្លីនេះមានន័យថាយើងយក100ដកឲ្យអាសងខាងនេះចេញ3ម៉ែត្រនេះអញ្ចឹងមានន័យថាបដោយរបស់វាគឺស្មើនឹង96ដក6ជំនឿថានេះគឺ94ម៉ែត្របាទដល់ពេលតឹងរបស់អាធំនេះគឺ50តឹងរបស់អាតូចនេះគឺប្រហែលមានន័យយើងយក50ដក6ចឹងទៅយើងនៅសល់44ម៉ែត្របាទអញ្ចឹងយើងហៅផ្ទៃកណ្ដាលវាឃើញខតាមរូបមន្តបាទ a ស្មើនឹង a គុណឲ្យ3ព្រោះវាជាចតុកោណខែដោយ a ស្មើនឹង44ម៉ែត្រ b ស្មើនឹង94ម៉ែត្រនោះ a ផ្ទៃកណ្ដាលស្មើនឹង44ម៉ែត្រគុណឲ្យ94ម៉ែត្របាទអញ្ចឹងចម្លើយវាយើងគុណទៅឃើញ4136ម៉ែត្រការ៉េដូចនេះផ្ទៃកណ្ដាលផ្នែកចោតគឺ4136ម៉ែត្រការ៉េ